សេចក្តីព្យាយាមក្នុងព្រះពុទ្ធសាសនាយើងហៅថាវិរិយៈឬក៏សម្មាវាយាមៈណាគេហៅថាសេចក្តីព្យាយាមត្រូវគឺមិនមែនសំដៅលើការខំប្រឹងធ្វើការទាំងងឹតងងល់ឡើយប៉ុន្តែជាការខំប្រឹងប្រែងដែលប្រកបដោយបញ្ញាការពិចារណានិងគោលដៅច្បាស់លាស់ចង់បានអីឧទាហរណ៍ថាចង់បានរីកចម្រើនក្នុងជីវិតការងារដែលคล้ายទៅជាមេគេសម្រាប់ជាទីពឹងរបស់អ្នកផ្សេងនាពេលអនាគតអីចឹងទៅយើងមានទស្សនៈមានគោលដៅច្បាស់លាស់ហើយសេចក្តីព្យាយាមហ្នឹងវាធ្វើទៅតាមនឹងទៅវាត្រូវតែកុំឲ្យវាច្បោកច្បល់ដែលនៅក្នុងសេចក្តីព្យាយាមហ្នឹងគឺមាន4យ៉ាងដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងមកហ្នឹងគឺដើម្បីជាការពារជំរះចិត្តនិងសាងគុណសម្បត្តិចំណុចទី1គឺព្យាយាមប្រយ័ត្នការពារមិនឲ្យអកុសលធម៌គឺរឿងមិនល្អបាបដែលមិនទាន់កើតមិនឲ្យវាកើតឡើងបានទី2ព្យាយាមលះបង់អកុសលធម៌ដែលបានកើតឡើងរួចហើយឲ្យអស់ទៅគឺកែប្រែកំហុសចាស់ដែលធ្លាប់បានធ្វើនឹងឯងទី3ព្យាយាមបង្កើតកុសលធម៌គុណធម៌សេចក្តីល្អដែលមិនទាន់កើតឲ្យវាកើតមានឡើងចុងក្រោយគឺព្យាយាមរក្សាកុសលធម៌ដែលកើតមានហើយឲ្យគង់វង្សនិងចម្រើនរុងរឿងទ្វេដងដើម្បីរក្សាចិត្តរបស់យើងនឹងឲ្យសប្បាយនឹងនៅអំពើល្អដែលយើងបានធ្វើឧទាហរណ៍ថាដាក់ទៀនឲ្យគេស្ដាប់ធម៌នៅចំណុចណាមួយអញ្ចឹងយើងនឹកឃើញនៅកន្លែងហ្នឹងរហូតចិត្តរបស់យើងនឹងជាប់នៅកន្លែងហ្នឹងវានឹកឃើញធ្វើឲ្យយើងសប្បាយអានឹងហើយគេហៅថាព្យាយាមរក្សានៅកុសលធម៌ហ្នឹងឯងចំពោះសេចក្តីព្យាយាមដែលធ្វើឲ្យញ៉ាំងឲ្យបានសម្រេចប្រយោជន៍ហ្នឹងក៏វាទៅតាមនៅក្នុងការព្យាយាមហ្នឹងវាមានប្រកបដោយអត្ថិបាត4ដែរដើម្បីសម្រេចឲ្យបានទៅដល់គោលដៅពិតប្រាកដគឺទី1យើងហៅថាឆន្ទៈហ្នឹងការស្រឡាញ់ពេញចិត្តក្នុងកិច្ចការងារតើយើងស្រឡាញ់ទើបយើងបង្កើតឲ្យមានសេចក្តីព្យាយាមសេចក្តីប្រឹងប្រែងដែលយើងមិនបោះបង់ចោលងាយកាលណាមានសេចក្តីព្យាយាមយើងហៅថាវិរិយៈហ្នឹងយើងត្រូវមានចិត្តគឺការយកចិត្តទុកដាក់ផ្ដោតអារម្មណ៍ធ្វើលើវាហើយនឹងចំណុចចុងក្រោយហ្នឹងពេលដែលយើងមានចិត្តធ្វើហើយយើងត្រូវត្រេះចេះត្រេះរិះគេហៅថាវិបស្សនាយើងប្រើបញ្ញាពិនិត្យពិចារណានិងកែលម្អនៅអ្វីដែលយើងកំពុងធ្វើនឹងឯងបន្តិចម្ដងរហូតដល់បានសម្រេចប្រយោជន៍បើយើងព្យាយាមគ្មានបញ្ញាអាចនឹងហត់នឿយខ្លាំងហើយមិនបានផលធ្វើកាន់តែយូរទៅវាកាន់តែខាត់ពេលយូរចឹងឯងឧទាហរណ៍ថាព្រះអង្គព្រះសម្មាសម្ពុទ្ធយើងណាព្រះអង្គទៅធ្វើទុក្ករកិរិយាអញ្ចឹងទៅតឹងពេកអញ្ចឹងមិនអាចបានសម្រេចធម៌ទេលុះត្រាតែព្រះអង្គដើរផ្លូវកណ្ដាលព្រះអង្គបានសម្រេចធម៌ហើយព្រះអង្គបានទេសនាប្រោសសត្វលោកទាំងអស់រហូតដល់ឥឡូវហ្នឹងយើងធ្វើយ៉ាងណាឲ្យដើរតាមនៅមជ្ឈិមបដិបទាផ្លូវកណ្ដាលហ្នឹងឯងគឺដោយខ្សែពិនអញ្ចឹងតឹងពេកដែលយើងហៅថាអត្តកិលមដ្ឋានិយោគប្រឹងជ្រុលហួសហេតុរហូតដល់កើតសេចក្តីក្រវល់ក្រវាយចិត្តមិនស្ងប់នាំឲ្យធុញទ្រាន់និងបោះបង់ចោល
កាលណាវាតង់ពេកណាធូរពេកកាមសុខាលិកានិយោគគឺបណ្ដោយតាមភាពខ្ជិលច្រអូសស្ពឹកស្រពន់យើងហៅថាថៃនិមិត្តៈធ្វើឲ្យការងារយើងហ្នឹងមិនទៅមុខហើយទី3គឺផ្លូវកណ្ដាលនឹងឯងព្យាយាមដោយសតិសម្បជញ្ញៈណាកាលណាយើងមានផ្លូវកណ្ដាលហ្នឹងយើងព្យាយាមតាមសតិសម្បជញ្ញៈធ្វើរឿយៗធ្វើដោយភាពអត់ធ្មត់និងដឹងកម្លាំងកាយចិត្តខ្លួនឯងច្បាស់លាស់សង្ខេបមកវិញថាព្យាយាមកុំឲ្យបាបកើតឡើងការពារប្រុងប្រយ័ត្នគ្រប់ដង្ហើមចេញចូលមិនឲ្យអំពើអាក្រក់និងកំណត់អកុសលថ្មីវាជ្រៀតជ្រែកចូលនៅក្នុងចិត្តរបស់យើងបានព្យាយាមលាងជំរះចំណុចខ្វះខាតលះបង់ហ៊ានប្រឈមមុខមិនយោគយល់ឲ្យភាពជិលច្រអូសឬក៏ទម្លាប់អាក្រក់ចាស់ហើយបដិញ្ញាលះបង់វាចោលព្យាយាមសាងគុណតម្លៃថ្មីយើងមិននៅស្ងៀមបង្កើតចំណេះដឹងជំនាញនិងសេចក្តីល្អថ្មីទាំងផ្លូវលោកនិងផ្លូវធម៌ឲ្យវាកើតមានឡើងព្យាយាមថែរក្សាការពាររាល់ស្នាដៃសេចក្តីល្អនិងចំណេះដឹងដែលខំសាងបានហើយមិនឲ្យបាត់បង់និងអភិវឌ្ឍឲ្យកាន់តែលូតលាស់បន្ថែមទៀតចុងក្រោយគឺព្យាយាមដោយស្មារតីនិងមានបញ្ញាគឺដើរផ្លូវកណ្ដាលនឹងឯងមិនតឹងរហូតដល់ដាច់មិនធូររហូតដល់អត់ការងារគឺព្យាយាមដោយការបដោតអារម្មណ៍និងប្រើបញ្ញាឲ្យច្រើនបំផុតដោះស្រាយបញ្ហាបានជានិច្ច